ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះភីរ៉ាសប្តាហ៍ថ្ងៃគឺជាកីឡាកររត់ម៉ារ៉ាតុង42គីឡូចុច195ម៉ែត្រហើយស្រុកកំណើតនៅខាងខេត្តស្ទឹងត្រែងបាទខ្ញុំរៀបរាប់តាក់ទងទៅនឹងការឲ្យខ្ញុំពីការរត់ដំបងគឺខ្ញុំចេញពីការហាត់សុខភាពបែបសបាយទៅនេពីការរៀនគឺខ្ញុំបានឆ្លៀតពេលកន្លះម៉ោងទៅ1ម៉ោងសម្រាប់សុខភាពខ្លួនឯងទេហើយនៅក្នុងកំឡុងឆ្នាំ2014ហ្នឹងគឺពេលហ្នឹងខ្ញុំនៅសិក្សានៅរៀនទេនៅរៀនវិទ្យាល័យតែពេលក្រោយមកនៅខាងមន្ទីរខេត្តស្ទឹងត្រែងក៏មានការប្រកួតប្រជែងជ្រើសរើសជើងឯកថ្នាក់ខេត្តស្ទឹងត្រែងហ្នឹងក៏ខ្ញុំក៏បានដាក់ពាក្យប្រឡងមួយគេដែរហើយចម្ងាយ5គីឡូម៉ែត្រទេកាលហ្នឹង5គីឡូម៉ែត្រអញ្ចឹងអាការធ្វើឲ្យខ្ញុំមានកម្លាំងចិត្តในការខ្លាំងជាងគេហ្នឹងពេលហ្នឹងគឺខ្ញុំបានប្រកួតមួយគេ5គីឡូបានចំណាត់ថ្នាក់លេខ1បានចំណាត់ថ្នាក់លេខ1អញ្ចឹងធ្វើឲ្យខ្ញុំនេះកម្លាំងចិត្តនៃការហាត់របស់ខ្ញុំក៏ហាត់សុខភាពសោះហេតុអីបានជារត់ទៅហាត់ទៅបានចំណាត់ថ្នាក់ល្អតែបើសិនជាប្រៀបធៀបនឹងនាទីនឹងឥឡូវខុសគ្នាដោយសារអីពេលហ្នឹងគាត់ទៅហាត់សុខភាពហើយនៅក្នុងចំណោមដែរបងផ្សេងកីឡាករដែលហាត់ការ2014ហ្នឹងគឺគាត់កម្រិតប្រកួតសុខភាពដែរអញ្ចឹងអាពេលហ្នឹងហើយធ្វើឲ្យខ្ញុំមកកម្លាំងចិត្តថែមមួយទៀតគឺមន្ទីរខេត្តស្ទឹងត្រែងគាត់បាននាំខ្ញុំទៅប្រកួតប្រជែងនៅក្នុងថ្នាក់ជាតិ25ខេត្តក្រុងអញ្ចឹងនៅក្នុងមួយខេត្តកាលណាតែយើងមានការប្រកួតប្រជែងជ្រើសរើសជើងឯកបានចំណាត់ថ្នាក់លេខ1ហើយគឺគេនាំយើងទៅប្រកួតប្រជែងនៅក្នុងថ្នាក់ជាតិ25ខេត្តក្រុងហ្នឹងហើយខេត្តខ្លះគេមានកីឡាករ2នាក់អញ្ចឹងទៅក្នុងមួយវិសា5គីឡូហ្នឹងខេត្តខ្លះមានតែម្នាក់អញ្ចឹងទៅអញ្ចឹងការប្រកួតប្រជែងហ្នឹងគឺចាប់ផ្ដើមមួយឆ្នាំមានម្ដងអញ្ចឹងចំនួនកីឡាករដែលថាចូលរួមនៅក្នុងរត់5គីឡូម៉ែត្រហ្នឹងគឺប្រហែលជា20នាក់ជាងទៅ30នាក់អញ្ចឹងការប្រកួតប្រជែងនេះគឺខ្ញុំគិតថាអារម្មណ៍ប្លែកខ្លួនឯងធ្លាប់តែប្រកួតនៅក្នុងថ្នាក់ខេត្តខ្លួនឯងជ្រើសរើសថ្នាក់ខេត្តខ្លួនឯងនៅពេលឥឡូវនេះបានប្រកួតប្រជែងនៅក្នុងថ្នាក់ជាតិ25ខេត្តក្រុងអញ្ចឹងជួបកីឡាករប្លែកពីគ្នាយើងគិតថាអត់ដឹងថាយើងនេះលេខ1មួយក៏ពីខេត្តណាលេខ1ឯងពេលហ្នឹងបន្ទាប់មកចាប់ផ្ដើមចេញដំណើរនៃការរត់5គីឡូប្រកួតប្រជែង5គីឡូរត់ចេញដំបូងខ្ញុំប្រហែលជា2គីឡូកន្លះទៅ3គីឡូខ្ញុំនៅក្រោយគេប្រហែលជាអាចខ្ញុំបន្ទាប់ពីគេប្រហែលជាលេខ4លេខ5ឯងពេលហ្នឹងបន្ទាប់មកនៅសល់ប្រហែលជា2គីឡូចុងក្រោយខ្ញុំគិតថាយើងអារម្មណ៍យើងថាជាដល់ទីហើយនៅសល់2គីឡូចុងក្រោយគឺចាប់ផ្ដើមឡើង1គីឡូចុងក្រោយខ្ញុំបានផ្ដាច់កីឡាករខេត្តផ្សេងក៏បានចំណាត់ថ្នាក់លេខ1នៅក្នុងវិសា5គីឡូនឹងក្នុងឆ្នាំ2014ហ្នឹងបន្ទាប់មកបានចប់រួចរាល់ហើយនៅក្នុងកម្មវិធីហ្នឹងក៏ខ្ញុំបានមកខេត្តវិញដើម្បីមកបន្តការសិក្សាថែមទៀតអញ្ចឹងរហូតដល់2014 15 16គឺមានការប្រកួតដូចដែលខ្ញុំលើកឡើងពីមុនមកគឺបានចំណាត់ថ្នាក់លេខ1រហូតពី3ឆ្នាំហ្នឹងពី3ឆ្នាំអាហ្នឹងមិនមែនថាខ្ញុំនិយាយអួតខ្លួនឯងទេណាខ្ញុំនិយាយដោយស្មោះត្រង់និយាយដោយចិត្តខ្លួនឯងអញ្ចឹងអាការឆន្ទៈរបស់ខ្ញុំនៃការព្យាយាមរហូតដល់ខ្ញុំរត់មកដល់សប្តាហ៍ថ្ងៃនេះគឺចេញពីនឹងទាំងអស់ចេញពីការដំបូងហាត់សុខភាពសบายទេបន្ទាប់ពីហាត់សុខភាពសบายគឺមានការប្រកួតប្រជែងថ្នាក់ខេត្តដូចខ្ញុំរៀបរាប់ទាំងអស់មិញហ្នឹងចូលដល់2000ចុងដល់2016គឺមានការប្រកួតប្រជែងកីឡាជាតិថ្នាក់ជាតិដ៏ធំមួយគេហៅ National Game អញ្ចឹងការប្រកួតប្រជែងនេះគឺមានកីឡាករមហាជនទាំងអស់គ្នាកីឡាករជំនឿជាតិដែលខ្លាំងគឺគាត់ចូលរួមទាំងអស់គ្នាអញ្ចឹងខ្ញុំក៏បាននៅក្នុងខេត្តហ្នឹងគឺមានខ្ញុំម្នាក់ក៏បានបញ្ជូនមកប្រកួតប្រជែងនឹងហើយខេត្តផ្សេងគឺគាត់បានចូលរួមដែរអញ្ចឹងក៏បានការនឹងប្រកួតមួយប៉ះមួយបងសុខភាពផងបងថាហាត់ទៅតាមខេត្តផងហើយមួយទៀតជាពិសេសគឺបងដែលសិស្សច្បងដែលហាត់ក្រុមជំនឿជាតិខ្ញុំប្រកួតញាសាតែ10គីឡូញាសាឡើង10គីឡូចាប់ផ្ដើមបានចំណាត់ថ្នាក់លេខ3ពេលបានចំណាត់ថ្នាក់លេខ3អញ្ចឹងខាងសហព័ន្ធខ្មែរអតពលកម្មគាត់ឃើញថាយើងមានទុនផលតាំងពី2014រហូតដល់2016ហើយដើម2017ទៅគាត់បានហៅខ្ញុំបានទៅតេស្តចូលជាក្រុមជំនឿជាតិហើយខ្ញុំតេស្តក៏បានចំណាត់ថ្នាក់លេខ2វិញស៊ីបងកីឡាករសិស្សច្បងដែលថាធ្លាប់ឈ្នះខ្ញុំការកីឡាជាតិហ្នឹងដល់ពេលតាំងពីនឹងមកក៏បានចូលញាសារបស់ខ្ញុំក៏បានចូល5គីឡូ10គីឡូចាប់អាជីពខ្លួនឯងតាំងពី2017ហ្នឹងមកបាទ